បាទអរគុណបងប្អូនថ្ងៃមុនខ្ញុំលើកឡើងអំពីបញ្ហាកំហុសផ្ទាល់ខ្លួននៅក្នុងការរស់ស៊ីផ្នែកអចលនទ្រព្យរបស់ខ្ញុំការចាប់ផ្ដើមរបស់ខ្ញុំមានបងប្អូនខ្លះគាត់អរគុណមែនទែនដែលខ្ញុំបានចែកម្លែកបទពិសោធន៍ដែលយើងឆ្លងកាត់ណាបាទអានឹងគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំបានជជែកបានលើកឡើងនៅក្នុង Facebook អីចឹងទៅអឺមែនទែនវាជាបញ្ហាកត្តារឿងរ៉ាវមួយចំនួនដែលកើតឡើងក្នុងការបង្កើតគម្រោងរបស់យើងវាមិនមែនជាកត្តាបុគ្គលទាំងអស់គ្នាទេប៉ុន្តែវាដោយពាក្យច្រើនវាប៉ះពាល់យើងច្រើនជាងគេដោយសារយើងជាអ្នករស់ស៊ីយើងចាប់ផ្ដើមដោយយើងអត់មានលុយអញ្ចឹងណាអញ្ចឹងវាជាបញ្ហាអញ្ចឹងថ្ងៃនេះខ្ញុំមានជាអីមួយដែលខ្ញុំចង់លើកទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាណាមិនថាបងប្អូននៅក្នុងវិស័យអីក៏ដោយបើខ្ញុំនៅក្នុងវិស័យចលនាទ្រព្យហើយវិស័យផ្សេងៗចឹងទៅប៉ុន្តែខ្ញុំផ្ដោតលើចលនាទ្រព្យដែលច្រើនជាងគេប៉ុន្តែសម្រាប់បងប្អូនទាំងអស់គ្នាអ្នកខ្លះនៅក្នុងវិស័យម្ហូបអាហារអ្នកខ្លះនៅក្នុងវិស័យអីផ្សេងពីគ្នាច្រើនមែនទែនដែលកំពុងតែតាមដានស្ដាប់ខ្ញុំអញ្ចឹងអ្វីដែលខ្ញុំលើកទឹកចិត្តណាបងប្អូនអរគ្នាបងប្អូនប្រហែលជាអាចនឹងកំពុងតែជាអ្នកលក់អាចនឹងកំពុងតែគ្រប់គ្រងម្ចាស់ជីវកម្មអាចនឹងកំពុងធ្វើអ្វីផ្សេងអាចជាអ្នកធ្វើការអាចអីផ្សេងប៉ុន្តែនៅក្នុងគោលដៅដ៏ធំមួយបន្ទាប់ពីសុខភាពខ្ញុំដឹងថាបងប្អូនកំពុងតែធ្វើការមួយគឺដើម្បីសេរីភាពហិរញ្ញវត្ថុអ្នកខ្លះកំពុងតែពុះពៀដើម្បីសេរីភាពហិរញ្ញវត្ថុអ្នកខ្លះមានសេរីភាពហិរញ្ញវត្ថុហើយឬក៏អ្នកខ្លះទោះមានហើយក៏ដោយក៏កំពុងតែបង្កើនឲ្យកាន់តែច្រើនថែមទៀតដូចគ្នាដែរអញ្ចឹងថ្ងៃនេះខ្ញុំចង់បើកនៅពីដានចិញ្ចាំងមួយដែលដើម្បីកុំឲ្យបងប្អូនដាក់លក្ខខណ្ឌនៅភាពមិនអាចទៅរួចសម្រាប់ខ្លួនឯងណាអញ្ចឹងត្រូវតែមានគំនិតវិជ្ជមានហើយតែងតែមានគិតពីភាពអាចទៅរួចជានិច្ចអញ្ចឹងណាបើទោះបីជាយើងកំពុងស្ថិតនៅកលៈទេសៈណាក៏ដោយបាទភាពអាចទៅរួចបែបណាព្រោះលុយគឺជាគំនិតទេពេលបងប្អូនមានគំនិតហើយដូចខ្ញុំនិយាយសារជាថ្មីឡើងម្ដងទៀតចឹងថាពេលដែលយើងមានគំនិតហើយយើងទៅសេគំនិតនឹងចុះមកយើងនឹងអាចរកលុយបានយើងនឹងអាចរកដើមទុនបានយើងនឹងអាចចាប់ផ្ដើមវាបានបងប្អូនដឹងទេមានអ្នកខ្លះមានលុយជាច្រើនប៉ុន្តែគាត់ខ្វះអ្នកដែលមានគំនិតអ្នកដែលគាត់ទុកចិត្តអ្នកដែលមានគម្រោងច្បាស់លាស់ផលចំណេញដើម្បីជួយឲ្យលុយគាត់កើនឡើងគាត់ត្រូវការអ្នកនឹងជួយមើលការខុសត្រូវបងប្អូនណាខ្លះធ្លាប់អានសភៅកម្ពុជាអ្នកមាននៅបាប៊ីឡូននៅពេលដែលតួអង្គក្នុងរឿងឈ្មោះអាខេតគាត់ចេះវិនិយោគគាត់ចេះប្រើប្រាស់លុយគាត់ចេះគ្រប់គ្រងលុយក្រោយពេលគាត់ជួបវិបត្តិជួបបញ្ហាណាអញ្ចឹងគាត់ខ្លាចទៅជាអ្នកមានមួយដោយដំបូងឡើយគឺគាត់ទទួលបានការពំនាក់ឬក៏ការទុកចិត្តពីសេដ្ឋីម្នាក់ដែលកូនដែលគាត់បកគលទ្រព្យសម្បត្តិឲ្យអាខេតជាអ្នកគ្រប់គ្រងហើយចែកគ្នាម្នាក់ពាក់កណ្ដាលអញ្ចឹងណាអញ្ចឹងពេលខ្លះយើងអត់ទាន់មានលុយទេប៉ុន្តែនឹងមានអ្នកដែលមានលុយច្រើនជាងយើងដែលគាត់ខ្វះអ្នកដែលមើលការខុសត្រូវខ្វះអ្នកដែលអាចជួយឲ្យទ្រព្យរបស់គាត់ច្រើនជាងមុនថែមទៀតខ្ញុំនិយាយប្រាប់រឿងមួយអ្នកក្រមានបញ្ហាគឺខ្វះលុយចាយដើម្បីឲ្យគ្រប់គ្រាន់ប្រចាំខែអ្នកកណ្ដាលគឺខ្វះលុយដើម្បីបង់ថ្លៃវិក័យប័ត្រអ្នកមានបញ្ហាអីគេអ្នកមានគឺបញ្ហារបស់គាត់ដឹងបញ្ហាអីអត់គឺបញ្ហាគាត់ចង់មានលុយច្រើនថែមទៀតព្រោះលុយដែលគាត់កំពុងមានគាត់អត់ទាន់គ្រប់គ្រាន់សម្រាប់គាត់ទេអញ្ចឹងគាត់ចង់មានលុយច្រើនថែមទៀតឲ្យតែអ្នកទាំងអស់គ្នាមានផែនការល្អមានគំនិតល្អអាចឲ្យគាត់ទុកចិត្តបានណាអាចជួយឲ្យលុយគាត់កើនឡើងថែមទៀតបានសុវត្ថិភាពបានគាត់នឹងឲ្យលុយឲ្យយើងមកធ្វើការវិនិយោគបង្កើតផែនការរស់ស៊ីឬក៏ធ្វើម៉េចឲ្យគាត់លុយគាត់កើនឡើងហើយបាទយើងមើលធនាគារហេតុអីបានមានអ្នកមានដាក់លុយចូលក្នុងនឹងដោយសារធនាគារមានសមត្ថភាពគ្រប់គ្រងលុយហើយធ្វើឲ្យការប្រាក់គេដើម្បីឲ្យលុយរបស់គេកើនឡើងបានច្រើនទៀតអញ្ចឹងបានគេដាក់លុយអ្នកមានសាកសម័យមើលបើសិនជាយើងជាធនាគារម្នាក់ដែលអាចគេទុកចិត្តបានអាចជួយឲ្យលុយគេកើនឡើងហើយរក្សាសុវត្ថិភាពឲ្យគេក៏អាចនឹងដាក់លុយមកយើងដែរមិនចាំបាច់ដល់ធនាគារជាបុគ្គលផ្ទាល់មានអ្នកខ្លះអត់មានអីទាំងអស់តែខ្ចីគេអាចឲ្យលុយប្រើប្រាស់រហូតដល់រាប់លានដុល្លារ20 30 40លានដុល្លារអញ្ចឹងណាអញ្ចឹងបងប្អូនកុំតន់ដាក់លក្ខខណ្ឌមិនអាចទៅរួចសម្រាប់ខ្លួនឯងឲ្យតែយើងបន្តអភិវឌ្ឍខ្លួនមានគោលដៅច្បាស់លាស់រាប់អានមនុស្សផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងទៅគឺយើងនឹងអាចទៅមកជំហានទៀតដែរហើយយើងបានជ្រើសរើសទៅលើផ្លូវគោលដៅក្តីសុបិនបែបណាខ្លាយអ្នកមានឬក៏បែបណាបងប្អូនជ្រើសរើសយានដែលបងប្អូនចង់សម្រេចវាទៅគឺទៅបានតាមនឹងបាទហើយ
សល់ពីហ្នឹងគឺជាសកម្មភាពទាំងអស់សកម្មភាពមានខុសមានត្រូវជួបវិបត្តិជួបការជិះចាប់អីផ្សេងប៉ុន្តែត្រូវចាំថានាវាដែលគេធ្វើឡើងសម្រាប់ឆ្លងទ្វីបជិះមិនផុតពីការប៉ះនឹងទឹករលកធំទេឬក៏ខ្យល់ព្យុះទេมันងាយនឹងចេញគេចផុតបាទប៉ុន្តែនាវានោះគឺសម្រាប់ឆ្លងទ្វីបមិននៅក្នុងច្រាំងទេអញ្ចឹងណាតែបើនាវាដែលគេទុកនៅក្នុងកំពង់ឬក៏នៅច្រាំងมันចាំបាច់ទៅប៉ះពាល់គ្រឿងរលកអីផ្សេងសូណាមិកឬក៏ប៉ះខ្យល់អីនោះទេអញ្ចឹងបើសិនបងប្អូនចង់មានគោលដៅមានលទ្ធផលវិជ្ជមានសម្រាប់អនាគតរួមទាំងខ្ញុំផងដែរកិច្ចមិនផុតអំពីការជួបនៅវិបត្តិឬក៏ភាពអីមួយចំនួនដែលចង់និយាយថានៃសរុបទៅគឺដូចជានាវាប៉ះនឹងខ្យល់អញ្ចឹងត្រូវមានការអត់ធ្មត់ខ្ពស់ត្រូវមានការប្រឹងប្រែងខ្លាំងហើយត្រូវការទន្ទិញរូបមន្តឬក៏ការរៀនសូត្រពីផ្នត់គំនិតភាពជាអ្នកមានឬក៏បុគ្គលដែលទទួលបានភាពជោគជ័យគេយ៉ាងម៉េចយើងរៀនសូត្រតាមគេបាទបុគ្គលដែលទទួលបានភាពជោគជ័យនិងបុគ្គលជោគជ័យមានភាពខុសគ្នាបើសិនជាបងប្អូនចង់ដឹងថាខុសគ្នាយ៉ាងម៉េចបងប្អូនចូលទៅអានសៀវភៅ Think and Grow Rich ជាខ្មែរហៅថាគិតហើយមានណាបងប្អូនចូលទៅអានទៅនឹងដឹងថាតើបុគ្គលជោគជ័យនិងបុគ្គលទទួលបានភាពជោគជ័យបែបណាខ្លះតោះបងប្អូនចូលទៅអានហើយកុំភ្លេចចូលមក comment ចែករំលែកគ្នាទៅវិញទៅមកជាមួយខ្ញុំអរគុណច្រើន